ទោះបីជាអ្នករាល់គ្នាមើលមកខ្ញុំនាពេលនេះមិនចង់ជឿក៏ដោយក៏ការពិតខ្ញុំគឺជាស្ដេចមួយអង្គដែរនគររបស់ខ្ញុំស្ថិតនៅលើកោះពិជ័យហើយខ្ញុំបានព្យាយាមស្វែងរកផ្លូវត្រឡប់ទៅទីនោះវិញអស់រយៈពេល7ឆ្នាំមកហើយនៅពេលដែលខ្ញុំចាប់ផ្ដើមក្តោងទូកធ្វើដំណើរត្រឡប់ទៅផ្ទះវិញខ្ញុំនឹងពលទាហានរបស់ខ្ញុំទើបតែបានឈ្នះសង្គ្រាមដ៏ធំមួយទល់នឹងក្រុងមហាសាគរសង្គ្រាមមួយនោះបានអូសបន្លាយពេលអស់រហូតទៅដល់10ឆ្នាំហើយពួកយើងបានបាត់បង់មិត្តរួមអាជីពព្រមទាំងបងប្អូនរួមភូមិជាច្រើនអ្នកណាស់ទោះជាយ៉ាងណាក៏ដោយទូកចម្បាំងចំនួន12គ្រឿងដែលពេញទៅដោយពលទាហានរបស់ខ្ញុំបានរួចរស់ជីវិតហើយពួកយើងពិតជាមានចិត្តសប្បាយរីករាយខ្លាំងណាស់ដែលបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញនៅទីបំផុតយ៉ាងហោចណាស់នាកាលនោះពួកយើងគ្រាន់តែគិតថាពួកយើងកំពុងបានត្រឡប់ទៅផ្ទះតែប៉ុណ្ណោះដំណើររបស់យើងបានចាប់ផ្ដើមឡើងយ៉ាងអាក្រក់បំផុតនៅពេលដែលមានមហាព្យុះមួយបានបោកបក់រុញច្រានពួកយើងឲ្យវង្វេងចេញពីផ្លូវចាស់ហើយទុកឲ្យពួកយើងអណ្ដែតអណ្ដូងកណ្ដាលសមុទ្រអស់រយៈពេលជាច្រើនថ្ងៃលុះពេលដែលពួកយើងបានមើលឃើញដីគោកនៅទីបំផុតពួកពលទាហានរបស់ខ្ញុំបានស្រែកហ៊ោកញ្ជ្រៀវដោយភាពត្រេកអរហើយប្រញាប់ប្រញាល់នាំគ្នាចុះឡើងច្រាំងភ្លាមប៉ុន្តែវាជាការសោយធំណាស់ព្រោះកោះនោះគឺជាដែនដីរបស់ពួកជនជាតិជូទឹកដែលជាកន្លែងមានផ្លែឈើដ៏មានរសជាតិឆ្ងាញ់ពិសាអស្ចារ្យរហូតដល់ធ្វើឲ្យអ្នកដែលបានញ៉ាំហើយលែងចង់ចាក់ចេញពីទីនោះអស់មួយជីវិតគ្រាន់តែបានភ្លក់រសជាតិវាភ្លាមពួកពលទាហានរបស់ខ្ញុំក៏បានបំភ្លេចចោលនៅរាល់ការនឹករលឹកចំពោះផ្ទះសម្បែងនិងស្រុកកំណើតអស់រលីងអ្វីដែលពួកគេប្រាថ្នានៅពេលនោះគឺមានតែការចង់ស៊ីផ្លែឈើទឹកនោះតែមួយមុខគត់ខ្ញុំគ្មានជំរឿសអ្វីក្រៅពីខំប្រឹងអូសទាញពួកគេទាំងបង្ខំត្រឡប់មកកាន់នាវាវិញហើយបានចាក់សាវបិទឃុំឃាំងពួកគេទុកយ៉ាងជិតទើបពួកយើងអាចបន្តដំណើរទៅមុខទៀតបានពួកយើងក៏បានបន្តធ្វើដំណើរទៅមុខទៀតនៅលើកោះបន្ទាប់ពួកយើងបានប្រទះឃើញរូងភ្នំដ៏ធំមហិមាមួយនៅក្បែរឆ្នេរខ្សាច់វាច្បាស់ណាស់ថាមាននរណាម្នាក់រស់នៅទីនោះខ្ញុំក៏បានប្រាប់ទៅពលទាហានថាបងប្អូនទាំងឡាយចូលពួកយើងរងចាំនៅទីនេះសិនទៅដើម្បីចង់ដឹងថាតើនរណាជាម្ចាស់រូងភ្នំនេះប្រហែលជាគេអាចផ្ដល់ស្បៀងអាហារឬយ៉ាងហោចណាស់ក៏អាចបង្ហាញផ្លូវដល់ពួកយើងដែរប៉ុន្តែដោយដែលបានឃើញស្រាប់នោះគឺជាគំនិតដ៏ល្ងងខ្លៅនិងសោយបំផុតរូងភ្នំមួយនោះគឺជាផ្ទះរបស់យក្សភ្នែកមួយដ៏ធំសម្បើមហើយភ្នែកតែម្ខាងរបស់វាគ្មានបង្ហាញសញ្ញារីករាយបន្តិចណាឡើយដែលបានឃើញពួកយើងនៅទីនោះនៅពេលដែលវាត្រឡប់មកដល់ផ្ទះវិញព្រមទាំងមានហ្វូងជើងដ៏ធំមកជាមួយផងនោះវាក៏បានស្រែកក្រហមគំរាមកំហែងមកលើពួកយើងយ៉ាងខ្លាំងថាតើពួកឯងជាអាក្រុមមួយណាដែរវាបានរុញបិទផ្ទាំងថ្មដ៏ធំមហិមាមួយមកខ្ទប់មាត់រូងភ្នំដើម្បីបង្ខាំងពួកយើងទុកនៅខាងក្នុងអញមានឈ្មោះថាអាសូរៈហើយទីនេះគឺជាផ្ទះរបស់អញតើពួកឯងមកធ្វើអីនៅទីនេះខ្ញុំក៏បានបន្លឺសំឡេងតបទៅវិញថាពួកយើងគឺជាពលទាហានដ៏ហត់នឿយដែលកំពុងធ្វើដំណើរត្រឡប់មកពីសង្គ្រាមវិញខ្ញុំពោលបន្តហើយខ្ញុំជឿជាក់ថាឯងច្បាស់ជាដឹងហើយថាព្រះមហាក្សត្រនៃទេវតាគឺជាព្រះឥន្ទតែងតែមានព្រះទ័យសប្បុរសចំពោះអ្នកណាដែលចេះជួយដល់ជនប្លែកមុខខ្ញុំបានព្រិចភ្នែកដាក់វាបន្តិចរួចនិយាយថាដូចនេះវាប្រហែលជាគំនិតល្អមួយប្រសិនបើឯងផ្ដល់អាហារនិងទឹកមកឲ្យពួកយើងយក្សភ្នែកមួយនោះបានសោកក្អាកក្អាយឡើងទាំងព្រោះទឹកមាត់ដែលមានក្លិនស្អុយរលួយស្រោចស្រពមកលើពួកយើងគ្រប់គ្នាព្រះឥន្ទណោះអញមិនខ្លាចវាទេវាត្រូវជាមារបស់អញតើពលរួចភ្លាមវាក៏បានលូកដៃដ៏ធំដោះរោមពប្រេះចាប់ក្របួចពលទាហានរបស់ខ្ញុំ2នាក់រួចញាត់ចូលទៅក្នុងមាត់ស៊ីទាំងរស់ទាំងឈាមស្រស់តែម្ដងបន្ទាប់ពីបានផឹកទឹកដោះជាមួយក្អឹកធំរួចអាសត្វចម្លែកនោះក៏បានលូកចាប់ពលទាហាន2នាក់ផ្សេងទៀតពលទាហានខ្លះរបស់ខ្ញុំបានស្រែកទ្រហោយំទាំងក្តីគុំគួនថាសម្លាប់វាទៅសម្លាប់វាឥឡូវនេះទៅប៉ុន្តែនៅពេលដែលខ្ញុំសម្លឹងមើលទៅផ្ទាំងថ្មដ៏ធំមហិមាដែលកំពុងបិទគប់មាត់ទ្វាររូងភ្នំខ្ញុំដឹងច្បាស់ថាខ្ញុំមិនអាចធ្វើបែបនោះបានឡើយពួកយើងនឹងត្រូវជាប់ឃុំស្លាប់នៅក្នុងនេះជាមិនខានបើវាស្លាប់ទៅនោះខ្ញុំបានខ្សឹបប្រាប់ទៅកាន់សេនាឯកសូរិយាដែលជាដៃស្ដាំរបស់ខ្ញុំប៉ុន្តែខ្ញុំមានល្បិចមួយផ្សេងទៀតខ្ញុំបានហៅពលទាហានមួយក្រុមមកប្រជុំគ្នាយ៉ាងស្ងាត់រួចចង្អុលទៅកាន់មេឈើមួយដែលនៅគៀនរូងភ្នំចូលពួកឯងចិត្តចង់វាឲ្យស្រួយទៅខ្ញុំប្រាប់ពួកគេ
បន្ទាប់មកខ្ញុំក៏បានងាកទៅរយៈភ្នែកមួយដែលកំពុងតែសម្លឹងមកពលទាហានរបស់ខ្ញុំទាំងមិនដាក់ភ្នែកដើម្បីជ្រើសរើសថាតើត្រូវចាប់យកជនរងគ្រោះដ៏កំសត់ណាម្នាក់មកស៊ីជាបន្តទៀតពួកយើងសឹងតែគ្មានអាហារឬទឹកជាប់ខ្លួននោះទេប៉ុន្តែពួកយើងមានស្រាទំពាំងបាយជូរដ៏ល្អឯកមួយចំនួនមកជាមួយដែរខ្ញុំបានស្រែកប្រាប់វាតើឯងចង់ភ្លក់បន្តិចទេយៈភ្នែកមួយនោះញញឹមបិទមាត់មិនចិត្តឡើយយកវាមកឲ្យអញភ្លាមមកវាក៏បានលូកកញ្ឆក់យកដបស្រារួចដាក់ផឹកមួយក្អឹកធំតើឯងមានឈ្មោះអីដែរអាប្លែកមុខខ្ញុំមានឈ្មោះថាគ្មាននរណាម្នាក់ខ្ញុំតបទៅវិញនេះគឺជាផ្នែកមួយនៃផែនការល្បិចរបស់ខ្ញុំតែប៉ុណ្ណោះអូឡាវអាគ្មាននរណាម្នាក់យៈនោះពោលអញនឹងធ្វើរឿងល្អមួយសម្រាប់ឯងដើម្បីជាការតបស្នងដែលឯងមានចិត្តល្អជាមួយអញខ្ញុំរៀបនឹងហើបមាត់អរគុណវាទៅហើយស្រាប់តែវាបន្តទាំងសោកក្អាកក្អាយថាគឺអញនឹងទុកឯងស៊ីក្រោយគេបង្អស់អូបាទខ្ញុំលួចលេបទឹកមាត់ក្អឿកទាំងក្តីបារម្ភរួចសួរវាបន្តតើឯងចង់ផឹកស្រាបន្ថែមទៀតទេមិនយូរប៉ុន្មានដូចអ្វីដែលខ្ញុំបានរំពឹងទុកជាមុនអញ្ចឹងឥទ្ធិពលនៃគ្រឿងស្រវឹងបានធ្វើឲ្យវាចាប់ផ្ដើមងងុយដេកហើយវាក៏បានលង់លក់ទៅទាំងស្រមុកក្រហមដូចជាហ្វូងជ្រូកនៅក្នុងទ្រុងអញ្ចឹងខ្ញុំបានធ្វើសញ្ញាដៃប្រាប់ពលទាហានរបស់ខ្ញុំឲ្យយកមែកឈើដែលបានចិតចុងស្រួចនោះទៅដុតកម្ដៅនៅក្នុងភ្លុកភ្លើងនៅពេលដែលចុងស្រួចរបស់វាឡើងកម្ដៅខ្លាំងរហូតទៅជាក្រហមច្រាលពួកយើងក៏បានលើកវាកាយលីលើស្មារួចព្រួតគ្នាបុកកញ្ជ្រោវាចូលទៅចំភ្នែកដែលកំពុងបិទចិត្តរបស់យៈភ្នែកមួយនោះលេចលឺសូរតែសំឡេងឆៅវាបានភ្ញាក់ដឹងខ្លួនឡើងទាំងកញ្ជ្រោផ្អើលរួចស្រែកទ្រហោយំឡើងខ្លាំងថាអាគ្មាននរណាម្នាក់កំពុងធ្វើបាបអញទេជួយអញផងយៈភ្នែកមួយទៀតដែលរស់នៅក្នុងរោងភ្នំក្បែរខាងនោះបានឮវាស្រែកដូច្នោះក៏សើចក្អាកក្អាយឡើងរួចស្រែកតបវិញថាបើគ្មាននរណាម្នាក់ធ្វើបាបឯងផងហ្នឹងចុះឯងឈប់យំទៅអាល្ងងយំដោយកូនក្មេងអញ្ចឹងដោយសេចក្តីខឹងសម្បានិងស្រែកធ្ងោដោយភាពឈឺចាប់ខ្លាំងពេកយៈភ្នែកមួយដែលងងឹតភ្នែកនោះក៏បានតម្រេតខ្លួនដេកចុះវិញហើយនៅទីបំផុតវាក៏បានលង់លក់ទៅលុះព្រឹកព្រលឹមឡើងវាបានរុញផ្ទាំងថ្មដ៏ធំចេញពីមាត់រូងភ្នំដើម្បីលែងហ្វូងជៀមរបស់វាឲ្យចេញទៅស៊ីស្មៅខាងក្រៅតាមបទបញ្ជារបស់ខ្ញុំពលទាហានម្នាក់បានយកខ្សែមកចងភ្ជាប់ខ្លួនឯងយ៉ាងរហ័សនិងស្ងៀមស្ងាត់បំផុតនៅពីក្រោមពោះជៀមដ៏ធំនីមួយរបស់យៈនោះនៅពេលដែលសត្វជៀមនីមួយដើរចេញទៅកាន់វាស្មៅខាងក្រៅពលទាហានរបស់ខ្ញុំម្នាក់ក៏បានរួចខ្លួនទៅកាន់ទីវាដ៏មានសេរីភាពនិងខ្យល់អាកាសដ៏បរិសុទ្ធភ្លាមនោះពេលដែលចេញមកដល់ខាងក្រៅពួកយើងក៏បានលែងសត្វជៀមទាំងនោះចោលរួចរត់តម្រង់ទៅកាន់នាវាភ្លាមក្នុងឱកាសនៃជ័យជំនះដ៏រំភើបនេះខ្ញុំមិនអាចទប់ចិត្តមិនឲ្យងាកក្រោយរួចស្រែកចំអកទៅវាបានឡើយថាអញបោកអហែងទេវើយអញមិនមែនឈ្មោះគ្មាននរណាម្នាក់នោះទេអញមានឈ្មោះថាចេស្តាយៈភ្នែកមួយនោះបានស្រែកទ្រហោយំយ៉ាងខ្លាំងរួចចាប់ផ្ដើមលើកដុំថ្មដែលធំដូចយៈគប់បោកមកលើពួកយើងប៉ុន្តែវាជាសំណាងល្អណាស់ព្រោះវាគប់ខុសទិសដៅទាំងអស់ដោយសារតែវាងងឹតភ្នែកបបិទ្ធព្រះបិតាព្រះភិរុណស្ដេចនៃមហាសមុទ្រវាបានស្រែកបន់ស្រន់ឡើងទាំងឈឺចាប់អាចេស្តាវាបានចាក់ភ្នែកទូបង្គំឲ្យងងឹតហើយសូមទ្រង់មេត្តាដាក់ទណ្ឌកម្មវាផងធ្វើឲ្យវាឈឺចាប់ខ្លោចផ្សាដូចជាទូបង្គំរងទុក្ខនាពេលនេះដែរងាប់ហើយខ្ញុំបានងាកទៅនិយាយជាមួយសេនាឯកសូរិយាខណៈពេលដែលនាវារបស់ពួកយើងកំពុងបើកក្តោងចេញទៅឆ្ងាយឯងគិតថាការដែលខ្ញុំប្រាប់ឈ្មោះពិតទៅវាអំបញ្ញមិញហ្នឹងវាជាកំហុសឆ្គងដ៏ធំមួយមែនទេយើងនឹងជួបគ្នាភាគបន្តនៅវីដេអូក្រោយទៀតបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយ like និង subscribe វីដេអូខ្ញុំម្នាក់មួយផងអរគុណច្រើន